ចាថ្ងៃនេះបងប្អូនដែលឈឺចង្កេះឈឺស្មាខ្ញុំមានលំហាត់ប្រាណតែមួយគឺបងប្អូនព្យាយាមហាត់នឹងជញ្ជាំងក៏បានភាពធូរស្បើយដែរហើយសំខាន់មួយទៀតហ្នឹងគឺជួយពលាតសៃរបស់យើងមួយទួលខ្លួនទៀតអស់មកហាត់មកខ្ញុំទាំងអស់គ្នាតោះលំហាត់ប្រាណទី1គឺបងប្អូនថយជើងបន្តិចហើយយកកែងជើងផ្អឹបនឹងជញ្ជាំងហើយបងប្អូនព្យាយាមរក្សាជំហរដងខ្លួនឲ្យត្រង់ចាតាគៀករុញទៅក្រោយហើយបងប្អូនព្យាយាមដាក់ដៃពុតយកមកដាក់ខាងលើបងប្អូនហាត់បែបនេះគឺបញ្ហាតឹងចង្កេះមកពោះឬក៏ចាក់មកសាច់ដុំពោះខាងមុខក៏គឺបានធូរស្រាលមែនតើហើយយើងព្យាយាមធ្វើ1នាទីបើបងប្អូនមានពេកមួយថ្ងៃធ្វើ3ដងអានឹងរឹតតែល្អទៀតគឺបងប្អូនព្យាយាមស្រោបដង្ហើមចូលទីក្នុងកំឡុងពេល1នាទីនេះគឺយើងព្យាយាមបង្វិលដង្ហើមចេញដង្ហើមចូលប្រាណទី2គឺបងប្អូនឈរឆ្ងាយពីជញ្ជាំងបន្តិចមកតែបងប្អូនព្យាយាមរុញតាគៀកមកប៉ះនឹងជញ្ជាំងហើយបងប្អូនព្យាយាមអែនខ្លួនចេញមកមុខហើយបងប្អូនព្យាយាមដាក់ដៃស្របនឹងជញ្ជាំងហើយគឺយើងទុក1នាទីដូចគ្នាវិធីនេះគឺជួយកាត់បន្ថយមិនថាបងប្អូនឈឺកឈឺក្បាលខាងចង្កៀងខាងគៀននេះឬក៏ឈឺក្បាលពេញទាំងអស់ទេគឺជួយបន្ធូរការឈឺនឹងបានច្រើនមែនទែនបងប្អូនដែលមានសញ្ញាបឿកនៅខាងក្រោយនេះឬក៏អាសាររយកធ្ងន់ស្មាបងប្អូនកុំភ្លេចវិធីនេះគឺយើងព្យាយាមលាតជើងបន្តិចមកហើយរុញតាគៀកហើយបងប្អូនព្យាយាមដាក់ដៃទាំងពីរផ្គុំលើនៅកន្លែងបឿកហើយបងប្អូនយកចុងកែងដៃខាងពីរនេះហើយព្យាយាមរុញខ្លួនចេញហើយករបស់យើងគឺព្យាយាមរុញចុះហើយបងប្អូនទុករយៈពេល1នាទីដូចគ្នាហើយបងប្អូនកុំភ្លេចអនុវត្តវិធីលំដង្ហើមរបស់យើងបងប្អូនលំហាត់ប្រាណ3ខាងលើគឺពិតជាអាចជួយរាងកាយបងប្អូនជាពិសេសផ្នែកឆ្អឹងខ្នងនឹងបានល្អមែនទែនហើយបងប្អូនកុំភ្លេច share វីដេអូនេះដើម្បីឲ្យមិត្តភ័ក្តិបងប្អូនបានហាត់ទាំងអស់គ្នាជាពិសេសនឹងគឺផ្នែកបឿកខ្ញុំជឿថាបងស្រីៗគឺអត់ចូលចិត្តផ្នែកបឿកនេះទេកុំភ្លេចហាត់ទាំងអស់គ្នាអរគុណជម្រាបសួរបងប្អូនសូមណែនាំផ្នែកសុខភាពពីគឹមសានដែលមាន2ជម្រើសសម្រាប់បងប្អូនដែលចូលចិត្តទៀតមានទៀតចូលចិត្តខ្ពស់មានខ្ពស់ហើយមានកលៈត្រកចាលក្ខណៈផាសុខភាពទន់ស្រួលគេងអត់ជាប់កអត់ជាប់ស្មាអត់រយឆ្អឹងខ្នង